សួស្តីអ្នកទាំងគ្នាថ្ងៃនេះមកទស្សនាជាមួយនឹងរឿង One Punch Man ដែលជា Season ទី3យើងបន្តទៀតហើយដូចយើងដឹងហើយថាការវិភាគមុនហ្នឹងគឺចៅ Emerald បានឆ្ងល់ថាហេតុអ្វីបានជាបាត់វត្តមានរបស់ King នៅពេលនោះដែរក៏មានជាមួយនឹង Hero ម្នាក់ក៏បានប្រតិកម្មចៅ Emerald ថាគឺ King ពេលនេះគឺគាត់កំពុងតែរវល់ដូច្នេះហើយអញ្ចឹងឲ្យពួកគេហ្នឹងធ្វើមុនគាត់សិនទៅហើយនៅពេលដែលគាត់ធ្វើភារកិច្ចគាត់ចប់គាត់នឹងមកវិញហើយយើងក៏ដឹងហើយថានៅពេលនោះដែរគឺមានជាមួយនឹងពពួកបិសាចជាច្រើនបានផុសចេញពីក្រោមថ្មក្នុងការប្រយុទ្ធជាមួយនឹងពួក Hero ដើម្បីកុំឲ្យពួក Hero ហ្នឹងចូលទៅកន្លែងសមាគមរបស់ពួកវាពួកបិសាចក៏បាននិយាយថាអូយងាប់ហើយខាងសមាគម Hero ហ្នឹងបញ្ជូនពួក Hero មកតែប៉ុណ្្នឹងទេអីយើងខំតែចេញមកយ៉ាងច្រើននៅពេលនោះដែរគឺថាស៊ូម៉ាគីក៏បាននិយាយទៅកាន់ពួកវាវិញថាសម្បត្តិទាំងពួកឯងទាំងអស់ហ្នឹងគ្រាន់តែយើងជា Hero ម្នាក់ក៏អាចសម្លាប់ពួកឯងបានដែរមិនបាច់ចាំពួកគេនោះទេនៅពេលនោះដែរចៅ Emerald ក៏បានប្រើប្រាស់ជាមួយនឹងភ្នែកនឹងឬក៏បច្ចេកវិទ្យារបស់គាត់នឹងរាប់ទៅកាន់ពពួកបិសាចគឺមានប្រហែលជា100ក្បាលអីជាងនោះទេដូច្នេះហើយពួកគេអាចសម្លាប់ពួកវាបានយ៉ាងងាយប៉ុន្តែនៅពេលនោះដែរគឺថាស៊ុនវីក៏បាននិយាយទៅកាន់ចៅ Emerald ថាគឺមិនបាច់ឲ្យ Hero របស់ហ្នឹងជួយនោះទេគ្រាន់តែនាងតែម្នាក់ឯងហ្នឹងក៏អាចសម្លាប់ជាមួយនឹងពពួកបិសាចកាទាំងអស់នេះបានដែរដូច្នេះហើយពួកគេហ្នឹងឈរមើលតែនាងវាយទៅចោះហើយនៅពេលនោះដែរក៏មានជាមួយនឹងបិសាចម្នាក់ក៏បានប្រើប្រាស់ជាមួយនឹងធម្មពលរបស់វាក្នុងការលើកជាមួយនឹងប្រទាំងថ្មដ៏ធំដើម្បីគប់ទៅកាន់ពួក Hero ដែលយើងមើលទៅកាន់បិសាចហ្នឹងគឺនៅដៃរបស់វាហ្នឹងក៏មានជាមួយនឹងកៅផ្នែកជាច្រើននៅលើដៃរបស់វាហើយវាក៏មានជាមួយនឹងសមត្ថភាពហាក់ប្រហែលដូចជាថាស៊ូម៉ាគីផងដែរគឺវាអាចបញ្ជាជាមួយនឹងដុំថ្មជាច្រើនក្នុងការហោះទៅវាយជាមួយនឹងពពួកសមាគមរបស់ Hero នៅពេលដែលឃើញអំនេះគឺ Hero ម្នាក់ដូចជា Hero rank ទី2គឺជា Hero ថាស៊ូម៉ាគីហ្នឹងក៏បានប្រើប្រាស់ជាមួយនឹងធម្មពលរបស់នាងដើម្បីទប់ទល់នឹងការគប់មករបស់បិសាចផ្នែកច្រើននោះដែលនៅពេលនោះដែរគឺថាស៊ូម៉ាគីក៏បានប្រើប្រាស់ជាមួយនឹងធម្មពលរបស់នាងបង្កើតទៅជារបាំងខែក្នុងការទប់ទល់ជាមួយនឹងការធ្លាក់អង្កត់របស់អាគារចំណែកឯ Hero ក៏ម្រាំងឯហ្នឹងគឺបានត្រឹមតែសរសើរជាមួយនឹង Hero ថាស៊ូម៉ាគីដែលនាងមានសមត្ថភាពខ្លាំងក្លាក្នុងការជួយរបស់ពួកគេហើយពួកគេហ្នឹងក៏បានសុំឲ្យតាស៊ូម៉ាគីហ្នឹងការពារពួកគេផងក៏ដូចតែពួកគេហ្នឹងគឺអាចទប់ទល់ជាមួយនឹង Hero ឬក៏បិសាចអស់នឹងបាននោះទេដូច្នេះហើយសូមឲ្យនាងជួយការពារគេផងហើយពេលនោះដែរថាស៊ូម៉ាគីក៏បាននិយាយទៅកាន់ពួកគេវិញថាបើដឹងថាខ្លួនឯងហ្នឹងអត់មានសមត្ថភាពក្នុងការការពារខ្លួនឯងផងហេតុអីបានជាមកប្រយុទ្ធជាមួយនឹងបិសាចទាំងអស់ហ្នឹងគឺពួកគេមកហ្នឹងគឺគ្រាន់តែទើសដៃទើសជើងគាត់នោះទេចឹងហើយមិនបាច់ចាំនៅនោះទេចឹងហើយឆាប់រត់ទៅបើចង់មានជីវិតរស់ដោយសារតែនាងនឹងអត់មានពេលណាទៅការពារពួកគេរហូតនោះទេនៅពេលដែលលើជាមួយនឹងសម្ដីរបស់ថាស៊ូម៉ាគីនិយាយមកកាន់ពួកគេទាំងអស់នេះក៏ធ្វើឲ្យពួកគេហ្នឹងគឺមានអារម្មណ៍ថាកម្រិតរបស់ពួកគេហ្នឹងគឺពិតជាខ្សោយខ្លាំងណាស់បើប្រៀបធៀបជាមួយនឹងថាស៊ូម៉ាគីដូច្នេះហើយគឺពួកគេហ្នឹងគឺអត់មានសិទ្ធិអ្វីត្រូវតវ៉ាមួយនាងនោះទេហើយនៅពេលដែរគឺអប Hero rank ទី1 rank A ហ្នឹងដែលវាថាម៉ៃម៉ាស់ហ្នឹងក៏បានគិតយល់ស្របដូចថាស៊ូម៉ាគីផងដែរដែលពួកគេនឹងអត់មានសមត្ថភាពការពារខ្លួនឯងផងមិនបាច់ចាំនៅទីនេះនាំតែធ្វើដៃទៅជើងពួកគេនោះទេនៅពេលដែលថាស៊ូម៉ាគីពួកបាននិយាយប៊ូឡូទៅកាន់ពពួក Hero ខំអស់ហ្នឹងគឺពួកគេហ្នឹងគឺពិតជាមានអីត្រូវតដៃមួយនាងមែនចឹងហើយពួកគេក៏ធំឲ្យនាងនិយាយរឿងថាឲ្យអំនឹងចោះហើយនៅពេលដដែលគឺអាបិសាចភ្នែកច្រើនហ្នឹងក៏បាននិយាយថាគឺគាត់ហ្នឹងគឺស្រឡាញ់ជាមួយនឹងភ្នែករបស់ថាស៊ូម៉ាគីហ្នឹងហើយគាត់ហ្នឹងក៏ចង់បានជាមួយនឹងកែវភ្នែករបស់ថាស៊ូម៉ាគីហ្នឹងយកមកពាក់លើដៃរបស់គាត់មួយទៀតខ្ញុំមិនដឹងថាវាគិតអីទេនៅពេលណាក៏បានធ្វើឲ្យថាស៊ូម៉ាគីហ្នឹងក៏មានអារម្មណ៍ថាមួម៉ៅជាមួយនឹងអាបិសាចយ៉ាងខ្លាំងហើយក៏បាននិយាយទៅតបទៅកាន់វាថាឯងសម្បត្តិធម្មជាបិសាចកពិកកប៉ុកអំណោះហេតុអីបានចេះហ៊ាននិយាយថ្លាំធំបែបនេះនៅពេលដែរគឺថាស៊ូម៉ាគីក៏បានប្របាស់ជាមួយនឹងធម្មពលរបស់នាងក្នុងការសម្លាប់ជាមួយនឹងអាបិសាចនោះចោលបាត់ទៅហើយជាមួយនឹង Hero ផ្សេងៗទៀតដែលមានសមត្ថភាពខ្លាំងដូចគ្នានឹងមានជាមួយនឹងពពួក Sniper ដែលជាខាងបិសាចហ្នឹងគឺវាបានបាញ់ជាមួយនឹងកំភ្លើងប៉ុន្តែខាង Hero ក៏មានជាមួយនឹង Sniper ផងដែរហើយនៅពេលដែលពពួកបិសាចដឹងថាមានជាមួយនឹងពពួក Hero ខាង Sniper បែបនេះគឺពួកគេអត់សុខចិត្តទេពួកគេក៏បានទៅវាយប្រហារជាមួយនឹងអ្នក Sniper នោះទៅនៅពេលដែរគឺ Hero rank B ម្នាក់ដែលមានសមត្ថភាពក្នុងការគ្រប់គ្រង Richard នោះក៏បានប្រើប្រាស់ជាមួយនឹង Richard របស់គាត់ដើម្បីទៅចាប់ជាមួយនឹងពពួកបិសាចនោះចាប់ចងហើយក៏បានឲ្យ Hero ម្នាក់ទៀតធ្វើការសម្លាប់វាតាមក្រោយហើយយើងឃើញជាមួយនឹងអប Hero ដែរគឺវាកំពុងតែឈរអួតទៅកាន់អបម៉ៃម៉ាស់ដែលជា Hero rank A ថាវាហ្នឹងគឺពិតជាមានសមត្ថភាពខ្លាំងណាស់បើឯងមិនជឿណែចាំយើងវាយផាច់ផាំងម៉េចឡយអត់ណែឡយអត់ដែលយើងមើលទៅកាន់អបហ្នឹងដូចមិនទេអាពេលសង្គ្រាមពុំទៅវាយគ្នាវាបែបទៅជាបង្ហាញមួយអណានៃហើយអបម៉ៃម៉ាស់ក៏បានសរសើរទៅកាន់អ្នកដែលនៅខាងក្រៅវាឯណោះតែវាបែរជាគិតថាវាហ្នឹងគឺត្រូវបានអបម៉ៃម៉ាស់ហ្នឹងសរសើរទៅវិញតាមពិតទៅម៉ៃម៉ាស់ក៏បានសរសើរទៅកាន់ Hero នៅខាងក្រោយរបស់វានោះដែលមានសមត្ថភាពក្នុងការសម្លាប់ជាមួយនឹងបិសាចតែមួយផ្លែតែគឺអាចកម្ចាត់ជាមួយនឹងបិសាចបានជាច្រើន
ហើយអពាក់ម៉ៃម៉ាស់ក៏បាននិយាយថាគឺពួកគេនឹងប្រហែលជាអាចមានសមត្ថភាពក្នុងការខ្លាំងក្លាឲ្យអាចឡើងរ៉េងទៅរ៉េងធំៗបាន នៅពេលដែលផ្លាស៊ីផ្លាក៏បានសួរទៅកាន់ហេរ៉ូនិនចាម្នាក់ដែលគាត់ហ្នឹងក៏មានជាមួយនឹងសមត្ថភាពនិនចាខ្លាំងដែរហើយគាត់ក៏បានសួរថាតើនាងនឹងរៀននឹងណាដោយសារតែនិនចាបច្ចុប្បន្នគឺជាមនុស្សប្រុសចំណែកមនុស្សស្រីហ្នឹងគឺគេអត់ស្អីយកនោះទេនៅពេលដែលគឺជាមួយនឹងអ្នកគ្រប់គ្រងនិងជាមួយនឹងចៅម្ដងក៏បានកោតសរសើរជាមួយនឹងសមត្ថភាពហេរ៉ូផ្សេងៗដែលពួកគេត្រឹមតែជាហេរ៉ូរ៉េង A ដល់រ៉េង C តែប៉ុណ្ណោះតែមានសមត្ថភាពខ្លាំងក្លាអាចសម្លាប់ជាមួយនឹងពពួកវិសាចបានយ៉ាងច្រើនបែបនេះគឺពួកគេនឹងអនុស្មានថាពពួកហេរ៉ូនេះគឺក៏មានសមត្ថភាពខ្លាំងដែរគ្រាន់តែជាហេរ៉ូដែលនៅខាងលើសោះតែបើជាមានសមត្ថភាពគឺអាចសម្លាប់ជាមួយនឹងពពួកវិសាចនៅពេលដែលគឺចែមនេះក៏បានប្រើប្រាស់ជាមួយនឹងក្បាច់គុណនាងក្នុងការទៅវាយជាមួយនឹងវិសាចហ្នឹងគឺខ្លាំងមែនតើប៉ុន្តែនាងត្រូវបានជាមួយនឹងវិស័យឥឡូវមួយគឺចាប់បានហើយក៏បានជាមួយនឹងហេរ៉ូជាច្រើនហ្នឹងក៏បានមកជួយនាងតន់នៅពេលដែលគឺនាងបានរួចខ្លួនហើយនាងក៏បានទៅវាយជាមួយនឹងវិស័យនោះបន្តទៀតហើយយើងក៏បានឃើញជាមួយនឹងហេរ៉ូនេះដែលគាត់បានពាក់ជាមួយនឹងមួកអ្វីមួយយ៉ាងតែគាត់គិតថាមួករបស់គាត់គឺពិតជាពិសេសដែលអាចសម្លាប់ជាមួយនឹងវិស័យនោះបានក៏ប៉ុន្តែគឺអ្នកដែលសម្លាប់វិស័យនោះគឺជាហេរ៉ូផ្សេងទៀតនោះទេគឺជាអ្នកសាមុរ៉ៃអ្នកនេះទៅវិញចំណែកឯរ៉ូផ្សេងៗទៀតគឺពួកគេនៅតែបន្តប្រយុទ្ធជាមួយនឹងពពួកវិសាចដដែលគឺពួកគេអត់មានលេចថយឬក៏ខ្លាចជាមួយនឹងពួកវិសាចទេហើយទាំងគ្រានេះគឺយើងមើលទៅដូចជាខាងសេរ៉ូនឹងគឺមានប្រៀបជាមួយនឹងខាងវិសាចច្រើនណាស់ក៏ដោយសារតែហេរ៉ូម្នាក់ៗហ្នឹងគឺមានជាមួយនឹងសមត្ថភាពនិងស្គីលពិសេសប្លែកនិងសាហាវជាងវិសាចហើយពពួកហេរ៉ូហ្នឹងគឺកើតចេញមកពីការខិតខំប្រឹងប្រែងតស៊ូតែពួកវិសាចហ្នឹងគឺបានប្រើប្រាស់ជាមួយនឹងថ្នាំលេបដើម្បីឲ្យខ្លួនឯងហ្នឹងគឺប្រើប្រាស់ជាបិសាចគឺជាវិស័យហ្នឹងគឺអាកោសិកាវិស័យហ្នឹងឯងហើយឈើមរកក៏បានគិតថាគឺសង្គ្រាមនេះគឺពួកយើងហ្នឹងក៏បានឈ្នះយ៉ាងនិយាយតែប៉ុណ្ណោះគឺមិនបាច់ប្រើប្រាស់ជាមួយនឹងកម្លាំងរបស់ Hero Rank S ក្នុងការបញ្ចិតការជាមួយនឹងពួកកាកទាំងអស់នេះនោះទេនៅពេលដែលចែមរននិយាយបានត្រឹមនេះក៏មានជាមួយនឹង Hero ម្នាក់ក៏បានឃើញជាមួយនឹងវិស័យលំដាប់ខ្លាំងម្នាក់គឺជាវិស័យរមាសដែលយើងឃើញនៅការវិភាគមុននឹងឯងដែលវិស័យហ្នឹងគឺវាខ្លាំងមែនតើសម្បត្តិតែ Hero Rank A ដល់ Rank C ហ្នឹងគឺអាចធ្វើឲ្យបានទេនៅពេលដែលក៏មានជាមួយនឹង Hero ម្នាក់ហ្នឹងក៏បងចង់សារជាមួយនឹងវិស័យរមាសនឹងដោយគាត់ហ្នឹងក៏បានប្រើប្រាស់ជាមួយនឹងសមត្ថភាពរបស់គាត់ក្នុងការចូលទៅវាយជាមួយនឹងវាក៏ប៉ុន្តែគឺមិនអាចធ្វើអ្វីវាបាននោះទេក៏នៅពេលដែលគាត់ចូលទៅវាយហ្នឹងគឺត្រូវបានជាមួយនឹងវិស័យរមាសហ្នឹងដាក់គាត់មួយដៃវិញទៅឲ្យគាត់ហ្នឹងគឺប៉ាវមកក្រោយហ្មងតែម្ដងនៅពេលដែលក៏មានជាមួយនឹងចែនេះដែលគាត់ហ្នឹងខ្លាំងមែនតើប៉ុន្តែគឺនៅតែមិនអាចយកឈ្នះជាមួយនឹងអាវិស័យហ្នឹងបានដែរហើយ Hero នេះក៏បានប្រើប្រាស់ជាមួយនឹងចង្វាក់របស់គាត់ក្នុងការទៅចាប់ជាមួយនឹងរមាសប៉ុន្តែគឺអត់អាចធ្វើអ្វីវាបាននៅពេលដែលក៏មានជាមួយនឹងក្រុមកំភ្លើងមួយបានបាញ់ទៅកាន់រមាសនឹងប៉ុន្តែគឺអត់អាចបាញ់វាធ្លុះនោះទេដោយសារតែស្បែករបស់អារមាសហ្នឹងគឺវាតានក្រាន់យកតែមែនតែបាននិយាយអួតទៅកាន់ពួក Hero ថាគឺវានឹងខំប្រឹងប្រែងវឹកហាត់ជារៀងរាល់ថ្ងៃគឺអត់មានពេលថ្ងៃណាសម្រាប់នោះទេហើយវាខិតខំប្រឹងប្រែងវឹកហាត់នេះគឺដើម្បីថ្ងៃនេះនឹងឯងនៅពេលដែលគឺកូនចៅរបស់អាតូទុចសាមុរ៉ៃមិនកូនចៅគឺជាសាសរបស់អាតូមីសាមុរ៉ៃក៏បានប្រើប្រាស់ជាមួយនឹងក្បាច់គុនដែរនឹងក្នុងការប្រយុទ្ធជាមួយនឹងវាផងដែរគឺប៉ុន្តែនៅតែមិនអាចកាប់ជាមួយនឹងវានឹងគឺប្រយ័ត្នសាច់ដើម្បីតែបន្តិចហើយក៏ត្រូវបានវាវាយវិញយ៉ាងដំណំយើងឃើញថា Hero ទាំងអស់ហ្នឹងត្រូវបានជាមួយនឹងវិស័យរមាសហ្នឹងធ្វើការវាយឡើងដួលទាំងអស់គ្នាបាត់ហើយគឺអត់មាន Hero ណាម្នាក់ធ្វើការវាយជាមួយនឹងវិស័យរមាសហ្នឹងឈ្នះនោះទេហើយយើងក៏បានកាត់ទៅមើលប្រវត្តិរបស់អាវិស័យរមាសហ្នឹងដែរដែលកាលពីមុនហ្នឹងវាក៏បានសួរជាមួយនឹងបិសាចខ្យល់រហូតថាការដែលវាខំប្រឹងប្រែងវឹកហាត់ពីលំដាប់កាករហូតមកដល់ឥឡូវនេះគឺវាមានសមត្ថភាពឡើងរ៉េងដល់ណាហើយនៅពេលនោះដែរគឺបិសាចខ្យល់រហូតហ្នឹងក៏បានប្រតិកម្មវិស័យរបស់វិញថាគឺឯងហ្នឹងបានឡើងពីកម្រិត Tiger រហូតមកដល់កម្រិត Legend ហើយអញ្ចឹងឯងយើងគឺពិតជាសប្បាយចិត្តណាស់ដែលនៅក្នុងសមាគមបិសាចយើងគឺមានជាមួយនឹងវិស័យខ្លាំងបែបនេះហើយយើងក៏បានឃើញជាមួយនឹងសកម្មភាពឬក៏ផ្នែករបស់វិស័យខ្យល់រងក៏បានតាមដានការប្រយុទ្ធរបស់ពួកគេផងដែរនៅពេលនោះដែរគឺពពួក Hero ត្រូវបានជាមួយនឹងវិស័យរមាសហ្នឹងធ្វើការវាយឡើងដួលទាំងអស់ព្រមទាំងកូនចៅរបស់អាតូមីសាមុរ៉ៃគឺមិនមែនកូនចៅខ្ញុំច្រឡំហត់វាគឺជាសិស្សរបស់អាតូមីសាមុរ៉ៃនឹងដែលត្រូវវាហ្នឹងគឺធ្វើការវាយឡើងដួលហើយនៅពេលនោះដែរគឺមានជាមួយនឹងគ្រូរបស់អាតូមីសាមុរ៉ៃដែលគាត់គឺជាគ្រូរបស់អបកាន់ដៅសាមុរ៉ៃហ្នឹងដែរអបហ្នឹងគឺរ៉េង A រ៉េងទីម៉ានេះខ្ញុំអត់ដឹងទេហើយគ្រូរបស់វាក៏បានម្ដងហើយបាននិយាយប្រាប់ទៅកាន់វាថាបើសិនជាឯងគ្មានសមត្ថភាពក្នុងការកាប់វាបានបែបនេះទុកឲ្យយើងវិញ
ហើយនៅពេលដែលគឺកូនសិស្សរបស់អាតូមីសាមរ៉ៃហ្នឹងគឺអត់បានជំទាស់អីទេគាត់ក៏បានធ្វើការដើរចេញដើម្បីឲ្យគ្រូរបស់គាត់ហ្នឹងចូលមកចាត់ការជាមួយនឹងវិស័យរមាសនេះវិញម្ដងនៅពេលដែលលើកូនសិស្សរបស់ខ្លួននិយាយបែបនេះគឺអាតូមីសាមរ៉ៃគឺអត់មាននៅរងចាំយូរនោះទេគឺគាត់ក៏បាននិយាយទៅកាន់បិសាចមាសថាសម្បត្តិធំបិសាចកប៉ិកប៉ុកដូចជាឯងហ្នឹងគឺយើងប្រើតែមិនក្បាច់ទេគឺអាចសម្លាប់ជាមួយនឹងឯងបានបាត់ទៅហើយនៅពេលដែលគឺអាតូមីសាមរ៉ៃក៏បានប្រើប្រាស់ជាមួយនឹងសមត្ថភាពរបស់វាក្នុងការកាប់ទៅកាន់វិស័យមាសនឹងគ្រាន់តែដកដៃតែបន្តិចទេគឺគាត់អត់មានដូចជាអត់ឃើញថាគាត់នឹងគឺបានកាប់ជាមួយនឹងវិស័យនោះទេប៉ុន្តែក៏ធ្វើឲ្យវិស័យនេះគឺវាចងល់ខ្លាំងមែនទែនហើយគាត់ក៏បាននិយាយទៅកាន់អាតូមីសាមរ៉ៃថាឯងគឺមិនបានកាប់អ្វីយើងទេហេតុអីបានជាឯងដើរចេញពីយើងបែបនេះអាតូមីសាមរ៉ៃក៏បាននិយាយទៅកាន់វិស័យមាសវិញថាយើងបានសម្លាប់ឯងរួចបាត់ទៅហើយបន្តិចទៀតឯងនឹងស្លាប់ប៉ុន្តែវិស័យមាសគឺបាននិយាយទៅកាន់វាវិញថាយើងដូចជាអត់មានកាត់អីផងហើយអាតូមីសាមរ៉ៃក៏បាននិយាយទៅកាន់វិស័យមាសវិញថាតើក្បាច់ដាល់របស់យើងគឺខ្លាំងដែរទេហើយពេលដែរគឺវិស័យមាសក៏បានបែកក្អួតបែកឈាមហើយនៅសោះគាត់ក៏បានកំទេចខ្លួននិងផ្ទុះខ្លួនបែកស្លាប់នៅពេលនោះបាត់ទៅដែលយើងមកមើលស្វ័យដៃរបស់ Hero Rank F ម្នាក់គឺពិតជាខ្លាំងមែនទែនដែលអាចសម្លាប់ជាមួយនឹងបិសាចក្បិកក្បកទាំងអស់នេះស្លាប់យ៉ាងងាយស្រួលនៅពេលដែលឃើញអាតូមិចសាមរ៉ៃដែលជា Hero Rank F មានសមត្ថភាពខ្លាំងបែបនេះគឺកូនចៅរបស់វាទាំងផ្សេងៗទៀតហ្នឹងគឺមានការភ័យខ្លាចជាមួយនឹង Hero ម្នាក់នេះខ្លាំងណាស់ហើយពួកគេក៏បានគិតថាពួកគេគួរតែដកថយទៅដើម្បីយកជីវិតរស់នៅថ្ងៃក្រោយទៀតដើម្បីមកប្រយុទ្ធជាមួយនឹងពួកវិសាចទាំងអស់នេះមិនមែនទេគឺពួក Hero នៅពេលដែរគឺមានជាមួយនឹងវិសាចជាច្រើនមែនទែនដែលចង់ចូលមកសម្លាប់ជាមួយនឹងអាតូមីសាមរ៉ៃប៉ុន្តែពួកវាគឺអត់អាចយកឈ្នះទេគ្រាន់តែអាតូមីសាមរ៉ៃប្រាប់ថាតាមឈើចាក់ថ្មិញគាត់ក៏អាចសម្លាប់ពួកវាបានដែរហើយដល់ពេលដែលឃើញអានេះគឺមានអ្នកខ្លះហ្នឹងគឺវាបានរត់ចេញពីកន្លែងប្រយុទ្ធហ្នឹងដើម្បីត្រឡប់ទៅសមាគមរបស់វិសាចវិញប៉ុន្តែក៏មានជាមួយនឹងវិស័យខ្លះទៀតគឺវាអត់ព្រមចោះចាញ់ទេគឺវានៅតែបន្តវាយប្រហារទៅកាន់ពួក Hero ទាំងអស់ហ្នឹងផងដែរហើយយើងក៏បានឃើញជាមួយនឹងប្រុសម៉ៅដែលវាកំពុងតែការពារចែម្នាក់នេះដែរគាត់ហ្នឹងគឺពិតជាឆ្ងល់មែនតើមកតាក់មកគេធ្វើដល់គាត់ហើយប្រុសម៉ៅហ្នឹងក៏បានរត់ទៅដើម្បីសម្លាប់ជាមួយនឹងវិសាចបន្តទៀតនៅពេលនោះដែរគឺមានជាមួយនឹង Hero Rank S ម្នាក់ដែលគាត់មានឈ្មោះថាពូរីងដែលជា Hero ដែលខ្លាំងម្នាក់ហើយនៅពេលណាក៏គាត់ឃើញជាមួយនឹងវិសាចធម្មតាមួយគាត់ក៏បានប្រព្រឹត្តជាមួយនឹងក្បាច់គុណរបស់គាត់ឬការវាយទៅកាន់ពួកវាធ្វើឲ្យវាស្លាប់ទៅហើយក៏បាននិយាយទៅកាន់ពួក Hero ក្រោម Rank S ថាបើយូខ្លាចយូនៅក្រោយចាយចាំចាយការពារហើយពួកគេធ្វើលឺបែបនេះគឺធ្វើឲ្យពួកគេហ្នឹងគឺពិតជាសះភ័យខ្លាចជាមួយនឹងអបៈហ្នឹងខ្លាំងមែនតើហើយក៏បានរត់ឆ្ងាយពីវាឡើង10ហើយ20ម៉ែត្រឯណោះហើយក៏បានធ្វើឲ្យចាយពួករឿងក៏មានការកាំងនឹងពួកគេខ្លះៗដែរហើយនៅពេលហ្នឹងគឺយើងឃើញជាមួយនឹង Hero ថាទៅមកគេក៏បានមកដល់ទីនោះផងដែរនឹងបានសម្លាប់ជាមួយនឹងវិសាចដែលនៅសហើយយើងឃើញជាមួយនឹងចើមរើក៏បានសម្លាប់ជាមួយនឹងភ្នែករបស់ Hero ដែលបានតាមពីសកម្មភាពរបស់ពួក Hero ដែរចើមរើក៏បានគិតថាប្រហែលជាការភ្នែកហ្នឹងវាតាមដានដើម្បីចង់ដឹងពីសកម្មភាពរបស់ Hero ថាពួក Hero ហ្នឹងក៏បានចូលទៅកកន្លែងវាហើយឬនៅយើងកាត់មកខាង Hero វិញគឺ Hero ដូចជាអត់បានខឹងដែលចើមរងហ្នឹងបានសម្លាប់ជាមួយនឹងភ្នែករបស់វានោះទេយើងមើលទៅកាន់វិស័យខ្យល់រងគឺមានជាមួយនឹងចិត្តអំណត់ខ្លាំងណាស់ហើយវាក៏បានសោកស្ដាយដែរដែលគាត់នឹងអត់បានឃើញជាមួយនឹង Hero Rank S ម្នាក់ដែលជា King ក្នុងការមកប្រយុទ្ធគ្នាដល់បន្ទាប់ដើម្បីសិក្សាពី King ក្នុងការយកទៅអភិវឌ្ឍជាមួយនឹងវិស័យរបស់ពួកវានឹងឲ្យកាន់តែខ្លាំងជាងមុននឹងឯងនៅពេលដែលក៏ឃើញជាមួយនឹងពពួកវិស័យជាច្រើនដែលជាវិស័យលំដាប់ខ្លាំងរបស់គាត់ក៏នៅជាមួយគាត់ផងដែរចំណែកឯកូនវិសាចជាច្រើនទៀតក៏បានរត់ទៅកាន់ទីនោះផងដែរដើម្បីធ្វើការប្រាប់ទៅកាន់មេវិសាចខ្យល់រោក្នុងការដែលពពួក Hero ហ្នឹងគឺបានសម្លាប់ជាមួយនឹងគ្នារបស់វាត្រឹមតែមួយផ្លែតតែប៉ុណ្ណោះគឺអាចសម្លាប់ពពួកវិសាចជាច្រើនបាត់ទៅហើយនៅពេលដែរគឺពួកគេក៏បានបញ្ជាឲ្យក្រុម Hero ផ្សេងទៀតក្នុងការធ្វើដំណើរទៅខាងក្រោមសមាគមរបស់បិសាចដើម្បីធ្វើការជួយរំដោះក្មេងគឺគាត់ក៏បានប្រាប់ទៅកាន់ពួក Hero ថាគឺពួកយើងទៅនេះគឺគ្រាន់តែរំដោះជាមួយនឹងក្មេងៗតែប៉ុណ្ណោះគឺមិនមែនទៅបោះសម្អាតជាមួយនឹងខាងសមាគមរបស់បិសាចទេតែបើមានការប៉ះពាល់គឺយើងនេះទៅហើយវាដែរគឺចែមណាក៏បានតែរុញជាមួយនឹង Hero ដែរអែមដែរអាប៉ែហ្នឹងក៏ម៉ាប់ខ្លាំងមែនតើហើយអាប៉ែហ្នឹងគឺអ្នកដែលមានសមត្ថភាពក្នុងការលេបជាមួយនឹងពួកវិសាចចូលទាំងអស់នៅពេលដែរគឺយើងកាត់មកខាងវិសាចចូលរវិញគឺកូនវិសាចក៏បានទៅទូពិតប្រាប់មេវិសាចថាគឺពួកគេនៅអាចប្រយុទ្ធជាមួយនឹងពពួក Hero បានទេដោយសារតែពពួក Hero ហ្នឹងគឺពិតជាខ្លាំងមែនតើនៅពេលដែរគឺវិសាចចូលរក៏បាននិយាយទៅកាន់ពួកវាវិញថាបើសិនជាពួកឯងគឺជាបិសាចអត់ប្រយោជន៍បែបនេះហេតុអ្វីបានជាពួកឯងមកធ្វើជាវិសាចហើយពួកវិសាចក៏បាននិយាយវិញថាការធ្វើវិសាចហ្នឹងគឺមិនមែនឲ្យពួកយើងទៅស្លាប់នោះទេគឺពួកយើងចង់ធ្វើវិសាចដើម្បីបង្កជាមួយនឹងពើហិង្សាឬក៏បង្កជាមួយនឹងភាពអនាធិបតេយ្យនឹងឯងប៉ុន្តែបើធ្វើទៅអីបើសិនជាខ្លាចជាវិសាចហើយឲ្យពួកគេនឹងទៅស្លាប់អត់ពើឬក៏ស្លាប់អត់ប្រយោជន៍តែហ្នឹង
ប៉ុន្តែបើគឺវិស័យ Kishoro ហ្នឹងគឺអត់បានស្ដាប់ជាមួយនឹងពួកវានោះទេ គឺគាត់ឲ្យពួកវាហ្នឹងត្រូវតែទៅវាយជាមួយនឹងពួក hero ទាំងអស់